ទូរទស្សនិកជនជាទីគោរពឥឡូវនេះចូលដល់វគ្គទី4ជាវគ្គបញ្ចប់យើងខ្ញុំទាំងពីរនាក់នឹងជម្រាបជូននៅព័ត៌មានថ្នាក់ខេត្តបន្តទៀតថ្នាក់ខេត្តបន្តនេះតកតងទៅនឹងគណៈកម្មាធិការជាតិប្រឆាំងទរណកម្មសហការជាមួយនឹងរដ្ឋបាលខេត្តព្រៃវែងបានបើកវគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយទូនីតិភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទរណកម្មទៅលើការងារបង្ការទប់ស្កាត់និងប្រឆាំងទរណកម្មនៅព្រឹកថ្ងៃនេះនៅក្នុងសាលប្រជុំសាលាខេត្តព្រៃវែងគណៈកម្មាធិការជាតិប្រឆាំងទរណកម្មបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនិងអប់រំផ្សព្វផ្សាយលើប្រធានបទស្ដីពីទូនីតិភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទរណកម្មនិងលិខិតបទដ្ឋានជាតិនិងអន្តរជាតិលើការងារបង្ការទប់ស្កាត់និងប្រឆាំងទរណកម្មជូនមន្ត្រីសាធារណៈនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងរដ្ឋបាលខេត្តដោយមានអ្នកចូលរួមប្រមាណជាជិត300នាក់បើតាមលោកជំទាវឡុងគុន្ធាអភិបាលរងខេត្តព្រៃវែងបានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះនឹងរួមចំណែកធ្វើឲ្យការងារប្រឆាំងទរណកម្មកាន់តែទទួលបានជោគជ័យបន្ថែមទៀតហើយក្នុងនាមរដ្ឋបាលខេត្តលោកជំទាវសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងអាដាមរ៉ូប៊ីនបានមានប្រសាសន៍ថាបើពិធីបើកវគ្គបណ្ដុះបណ្ដាលនេះគឺមានគោលបំណងសំខាន់គឺលើកកម្ពស់ការយល់ដឹងនិងការគោរពសិទ្ធិមនុស្សជាពិសេសសិទ្ធិរបស់បុគ្គលដែលត្រូវបានដកហូតសេរីភាពជាមួយគ្នានេះដែរគឺពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់អាជ្ញាធរមានសមត្ថកិច្ចមន្ត្រីសាធារណៈនិងពាក់ព័ន្ធឲ្យយល់ដឹងអំពីកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួនស្របតាមច្បាប់ជាតិនិងអន្តរជាតិអាដាមសៀងឡាប្រេសប្រធានគណៈកម្មការជាតិប្រឆាំងទរណកម្មបានមានប្រសាសន៍ថាមន្ត្រីប្រតិបត្តិច្បាប់ត្រូវអនុវត្តភារកិច្ចខ្លួនឲ្យស្របទៅតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានាជាធរមានសម្ដៅលើការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សអាចប្រើប្រាស់កម្លាំងបានតែនៅក្នុងករណីចាំបាច់បំផុតអាដាមប្រធានបានគូបញ្ជាក់ថាក្នុងន័យនេះគឺដើម្បីទប់ស្កាត់បទល្មើសមិនឲ្យប្រព្រឹត្តការញុះញង់ឬបណ្ដោយឲ្យមានការធ្វើទរណកម្មប្រព្រឹត្តកម្មឬដាក់ទណ្ឌកម្មផ្សេងទៀតដែលខុសខើអមនុស្សធម៌ឬយកបទបញ្ជាថ្នាក់លើមកជាលេសនោះឡើយត្រូវធានាឲ្យបាននៅការងារពេញលេញដល់សុខភាពរបស់ជនដែលស្ថិតនៅក្នុងក្រោមការឃុំរបស់ខ្លួនជាពិសេសត្រូវចាត់វិធានការភ្លាមតាមការចាំបាច់ដើម្បីធានាបង្ការនិងឈានដល់ការលុបបំបាត់ទាំងស្រុងនៅអំពើទរណកម្មក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាបាទលោកអ្នកទស្សនាជាទីមេត្រីនៅក្នុងអត្ថបទនេះគឺតាក់ទងទៅនឹងគណៈកម្មការជាតិប្រឆាំងទរណកម្មសហការជាមួយនឹងរដ្ឋបាលខេត្តព្រៃវែងបើកវគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយទូនីតិភារកិច្ចរបស់គណៈកម្មការជាតិប្រឆាំងទរណកម្មលើការងារបង្ការទប់ស្កាត់និងប្រឆាំងទរណកម្មមានន័យថាម៉េចមានន័យថាសមត្ថកិច្ចត្រូវគោរពនៃភារកិច្ចរៀងខ្លួនបាទបើចាប់ជនល្មើសបានហើយស្ថិតនៅក្នុងការឃុំឃាំងគឺមិនត្រូវប្រើទរណកម្មនោះទេហ្នឹងព្រោះកន្លងមកប្រទេសយើងគឺអនុវត្តច្បាប់មិនប្រើហិង្សាឬក៏យើងមានច្បាប់សម្រាប់ដើម្បីបហាជីវិតនោះទេគឺអត់មានទេគឺយើងទៅឈរទៅលើផ្អែកទៅលើច្បាប់ក៏ប៉ុន្តែកន្លងមកឃើញមានការហិង្សាមួយចំនួនគឺប្រជាពលរដ្ឋដែលគាត់ចាប់ជនល្មើសបានណាជនសង្ស័យបានក្នុងករណីដែលជនល្មើសហ្នឹងគាត់ធ្វើសកម្មភាពជាក់ស្ដែងប៉ុន្តែនៅក្នុងការទប់ស្កាត់កុំឲ្យមានការធ្វើទរណកម្មទៅលើជនបង្កនេះក៏វាទៅតាមប្រភេទនៃសាច់រឿងដែរបើប្រភេទខ្លះសាច់រឿងខ្លះវាជនល្មើសនេះវាតដៃដល់តដៃយើងត្រូវតែអាជ្ញាធរមានសិទ្ធិការពារខ្លួនការពារខ្លួនហ្នឹងវាទៅវិញទៅមកអញ្ចឹងហើយហ្នឹងអញ្ចឹងតែបើសិនជាចាប់បានហើយអាហ្នឹងសូមប្រើសិទ្ធិដើម្បីគោរពសិទ្ធិមនុស្សនិងពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាអរគុណច្រើនយើងចេញពីរឿងនេះទៅចាប់អារម្មណ៍ព័ត៌មានបន្តនៅខាងទឹកដីខេត្តកំពតនេះវិញបាទគឺតកតងទៅនឹងយុវជនខេត្តកំពតជលឃើញថាកាតព្វកិច្ចយោធាគឺជាឱកាសអភិវឌ្ឍខ្លួននិងរួមចំណែកការពារបូរណភាពទឹកដីក្រុមយុវជននៅក្នុងខេត្តកំពតបានបញ្ជាក់ថាពួកខ្លួនពិតជាពេញចិត្តបានត្រៀមរួចរាល់ហើយដើម្បីចូលរួមបំពេញកាតព្វកិច្ចយោធាពីព្រោះនេះគឺជាឱកាសចូលរួមចំណែកអភិវឌ្ឍវិស័យយោធាក៏ដូចជាការការពារបូរណភាពទឹកដីប្រជាជនព្រមទាំងជាតិមាតុភូមិពីការឈ្លានពានរបស់សត្រូវពិសេសជាផ្នែកមួយនៃការអភិវឌ្ឍខ្លួនឲ្យមានសីលធម៌វិន័យរស់នៅតស៊ូអត់ធ្មត់និងមនសិការជាតិខ្ពស់ស័ក្តិសមជាអ្នកបន្តវេន
ក្រុមយុវជនសសយកស្រុកទឹកឈូបានបញ្ជាក់ថាពួកខ្លួនគឺបានដឹងច្បាស់អំពីច្បាប់ស្តីអំពីកាតព្វកិច្ចយោធាដែលរដ្ឋាភិបាលបានទើបនឹងដាក់ឲ្យអនុវត្តជាមួយគ្នានេះបាទជាមួយនឹងច្បាប់នេះដែរពួកខ្លួនពេញចិត្តនឹងបានត្រៀមរួចជាស្រេចហើយដើម្បីចូលរួមបំពេញកាតព្វកិច្ចយោធាបាទតាមការរៀបចំរបស់រដ្ឋាភិបាលពីព្រោះនេះគឺជាឱកាសសម្រាប់យុវជនបន្តវេនបានរួមចំណែកអភិវឌ្ឍវិស័យយោធានិងការពីបូរណភាពទឹកដីពិសេសអាចអភិវឌ្ឍខ្លួនពាក់ព័ន្ធទៅនឹងសិលធម៌វិន័យរស់នៅតស៊ូអត់ធ្មត់និងមនសិការស្នេហាជាតិខ្លាំងជាងមុនក្រុមយុវជនដដែលបានបន្តថាការចូលរួមវឹកហាត់ជាដើមទុនដ៏សំខាន់សម្រាប់ការពីខ្លួននៅក្នុងករណីមានការប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានគឺជាការបញ្ជៀសនៅគ្រោះថ្នាក់ពេលដែលជួបហេតុការណ៍ប្រឈមនោះម្យ៉ាងទៀតការចូលរួមបំពេញកាតព្វកិច្ចយោធានឹងធ្វើឲ្យពួកខ្លួននឹងមានឱកាសច្រើននៅក្នុងការទទួលបាននៃការបណ្ដុះបណ្ដាលផ្នែកជំនាញយោធាយល់ដឹងអំពីវិន័យសិលធម៌ស័ក្តិសមជាអ្នកបន្តវេនពិសេសគឺមានអត្ថប្រយោជន៍ខ្ពស់ដើម្បីក្លាយជាយោធិនអាជីពដែលជាគ្រឹះដ៏រឹងមាំប្រកបទៅដោយដែលជាគ្រឹះរឹងមាំសម្រាប់ការពារបូរណភាពទឹកដីយោងតាមមាត្រា16នៃច្បាប់ស្តីអំពីកាតព្វកិច្ចយោធាបានបញ្ជាក់ថាយោធិនកំពុងបំពេញកាតព្វកិច្ចយោធាត្រូវទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន40,000រៀលនឹងគោលរបបផ្សេងដូចយោធិនអាជីពបាទរួមមានប្រាក់ម្ហូបប្រចាំថ្ងៃប្រាក់អាហារបំពេញបន្ថែមពេលវឹកហាត់ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូនរបបអង្គប្រចាំថ្ងៃរបបឯកសណ្ឋានប្រយុទ្ធនិងបរិខាចាំបាច់មួយចំនួនជាមួយគ្នានេះមាត្រា19បានបញ្ជាក់ថាយោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាត្រូវទទួលបាននូវការលើកទឹកចិត្តដូចជាមានអធិភាពទទួលបាននូវការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈមានអធិភាពនៅក្នុងការជ្រើសរើសចូលបម្រើជាយោធិនអាជីពកងយុទ្ធពលខេមរៈភូមិន្ទផងដែរបាទនេះគឺជាការលើកឡើងរបស់យុវជននៅក្នុងទឹកដីខេត្តកំពតថាគាត់មានការយល់ឃើញថាកាតព្វកិច្ចយោធាគឺជាឱកាសអភិវឌ្ឍខ្លួននិងរួមចំណែកការពារបូរណភាពទឹកដីសម្រាប់ពួកគាត់ផងដែរបាទអរគុណបាទល្អប្រសើរមែនទែនជឿជាក់ថានៅយុវជននៅតាមបណ្ដាខេត្តផ្សេងទៀតក៏មានការតាំងចិត្តចឹងដែរចូលរួមបំពេញកាតព្វកិច្ចក្នុងនាមជាអ្នកបន្តវេននោះនឹងប្រទេសណាដូចប្រទេសណាហ្នឹងគឺរដ្ឋាភិបាលតម្រូវឲ្យមានកាតព្វកិច្ចយោធាដើម្បីការពារជាតិមាតុភូមិបាទអរគុណច្រើនឥឡូវយើងទៅមើលមួយរឿងទៀតបាទតាក់ទងនឹងប្រជាជនម្នាក់ត្រូវបានអัยការបញ្ជូនទៅកាន់ពន្ធនាគារខេត្តពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនមួយករណីបាទកម្លាំងអធិការនគរបាលស្រុកកូនមុំបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនប្រជាជនម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរនៅសារធាតុញៀនដោយខុសច្បាប់ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោកគង់ស៊ីមេងព្រះអាជ្ញារងអัยការសាលាដំបងខេត្តរតនគិរីប្រជាជនត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនកាលពីថ្ងៃទី17សីហាម្សិលមិញនេះស្ថិតនៅក្នុងភូមិតើនឃុំតើនស្រុកកូនមុំខេត្តរតនគិរីបើតាមលោកឧត្តមសេនីយ៍ត្រីចៃនាងស្នងការរងនិងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តបានឲ្យដឹងថាគឺកម្លាំងនឹងអធិការប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកូនមុំបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះអនុវត្តដីកាបង្គាប់ចេញដោយលោកលេងបញ្ញរិទ្ធចៅក្រមជំនុំជម្រះនៃសាលាដំបងចុះថ្ងៃទី20ឧសភាពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀនប្រជាជនបង្គាប់ឲ្យចាប់ខ្លួនមានឈ្មោះថារនីហើយវ័យអាយុ37ឆ្នាំជាខ្មែរអ៊ីស្លាមរស់នៅក្នុងភូមិតើនឃុំតើនស្រុកកូនមុំខេត្តរតនគិរីបច្ចុប្បន្នប្រជាជនត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅពន្ធនាគារខេត្តរតនគិរីរួចជាស្ថាពរមកហើយបាទនេះតកតងទៅនឹងការជួញដូរគ្រឿងញៀនគឺយូរហើយឆាប់បាទគង់តែជាប់សមត្ថកិច្ចទេគេអនុវត្តផ្លូវច្បាប់ណាហ្នឹងហើយអញ្ចឹងមិនថាតែនៅខេត្តរតនគិរីទេនៅស្រុកណាក៏ដោយខេត្តណាក៏ដោយនឹងយុវជនយុវចាស់គឺថាបានប្រើប្រាស់ឬក៏បានជួញដូរឆាប់ដកខ្លួនចេញហ្នឹងសំខាន់មនុស្សយើងវាគ្មានអ្នកណាល្អឥតខ្ចោះទេតែបើយើងដឹងថាមានកំហុសហើយយើងទទួលស្គាល់ថាយើងមានកំហុសទី1ទី2យើងត្រូវកែប្រែបើយើងមិនកែប្រែទេអាហ្នឹងទុកឲ្យច្បាប់អ្នកកែប្រែហើយបាទអរគុណច្រើនឥឡូវយើងចេញពីបញ្ហាគ្រឿងញៀននេះមកចាប់អារម្មណ៍តកតងទៅនឹងការចាប់នៅបារីខ្លាញ់ខ្លាយ
បាទគឺវត្ថុតាងបរិយคล้ายៗនឹងសម្ភារៈផលិតប្រមាណជា400តោនបាទត្រូវបានដុតបំផ្លាញចោលនៅខេត្តត្បូងឃ្មុំ400តោន400តោនបាទច្រើនមែនទែន4000បាទ400តោនវាស្មើនឹងប្រមាណ បាទ តោនណា40000គីឡូបាទនៅព្រឹកថ្ងៃអង្គារទី18សីហា2026នេះគឺក្រសួងមហាផ្ទៃនិងអាជ្ញាធរមានសមត្ថកិច្ចនិងរដ្ឋបាលខេត្តត្បូងឃ្មុំលោកបានរៀបចំពិធីដុតបំផ្លាញចោលនៅវត្ថុតាងបារីคล้ายៗនិងសម្បកកញ្ចប់និងសម្ភារៈវេចខ្ចប់ផលិតបារីคล้ายៗសរុបប្រមាណជា400តោនតាមដីកាសម្រេចរបស់សាលាដំបងខេត្តត្បូងឃ្មុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាយដាមលីសុផាណាដែលជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់អាយដាមអភិសន្តិបណ្ឌិតសុសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិធីនេះដែរបានប្រារព្ធធ្វើឡើងនៅទីតាំងដីឡូឋានសួគ៌ថ្មីភូមិត្រពាំងសង្កែបាទឃុំស្រឡប់ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំដែលមានការអញ្ជើញចូលរួមពីបាទសំណាក់ប្រតិភូក្រសួងមហាផ្ទៃថ្នាក់ដឹកនាំខេត្តតំណាងស្ថាប័នអัยការតុលាការអគ្គស្នងការដ្ឋាននគរបាលជាតិនាយកដ្ឋានបាទនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចព្រមទាំងមានការចូលរួមពីតំណាងបាទ HIS សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាស្ថានតំណាងគយបារាំងភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិនិងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធច្រើនរូបទៀតផងដែរវត្ថុតាងដែលត្រូវបាននាំយកមកដុតកំទេចចោលយ៉ាងសន្តិសន្ធាប់នេះរួមមានបារីคล้ายៗជាង60ម៉ាកបាទដូចជាម៉ាក Marlboro Esse បាទ Mevius 555 Mevius Camel បាទ Winston បាទ Seven Star រួមទាំងបារីចិននិងបារីម៉ាកបរទេសជាច្រើនទៀតសរុបប្រមាណជា400តោនវត្ថុតាងទាំងអស់នេះគឺជាផលិតផលនៃប្រតិបត្តិការបង្ក្រាបបាទកាលពីថ្ងៃទី9ខែកុម្ភៈ2026កន្លងទៅដែលកម្លាំងសមត្ថកិច្ចលោកបានចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងរោងចក្រចំនួន6កន្លែងនិងឃ្លាំងស្តុកមួយកន្លែងនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំមានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះដែរអាដាមលីសុផាណាលោកបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខនិងកោតសរសើរពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយកមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនចំពោះកងកម្លាំងមានសមត្ថកិច្ចដែលបានសហការគ្នាបង្ក្រាបទីតាំងផលិតបារីខុសច្បាប់នេះទទួលបានជោគជ័យអាដាមលោកបានបញ្ជាក់ថាការដុតបំផ្លាញនៃវត្ថុតាងនៅថ្ងៃនេះគឺដើម្បីទប់ស្កាត់និងបង្ក្រាបការផលិតការជួញដូរការចរាចរផលិតផលคล้ายៗដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈសេដ្ឋកិច្ចជាតិព្រមទាំងធ្វើឲ្យបាត់បង់នូវប្រាក់ចំណូលពន្ធផងដែរពន្ធរដ្ឋបាទពន្ធរដ្ឋលើពីនេះសកម្មភាពនេះក៏ជាការកាត់ផ្ដាច់នៅបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនធានាសុវត្ថិភាពសង្គមនិងបង្កើនការគ្រប់គ្រងព្រមទាំងទំនុកចិត្តដល់វិនិយោគិននិងប្រជាពលរដ្ឋផងដែរវត្ថុតាងទាំងអស់គឺត្រូវបានបាទឆាបឆេះនិងដុតកំទេចចោលដោយផ្ទាល់នៅនឹងកន្លែងដើម្បីធានាអះអាងថាគ្រឿងសម្ភារៈបាទខុសច្បាប់ទាំងនេះគឺត្រូវបានបញ្ជាទាំងស្រុងមិនអាចហូរចូលទីផ្សារជាថ្មីបានឡើយរបាយការណ៍បានគូបញ្ជាក់បាទបន្ថែមថាការបង្ក្រាបទីតាំងផលិតនិងការដុតបំផ្លាញវត្ថុតាងបារីคล้ายៗនេះនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ស្របតាមយន្តការច្បាប់ដោយមានការគ្រប់គ្រងនិងសហការពីស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍជាតិបាទដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងពង្រឹងសេដ្ឋកិច្ចជាតិផងដែរបាទបារីคล้ายៗសិតតែបារីคล้ายៗបាទដែលចាប់បានកាលពីថ្ងៃទី9កុម្ភៈកន្លងទៅនៅក្នុងទីតាំង6ទីតាំងនៅក្នុងទឹកដីបាទខេត្តត្បូងឃ្មុំពាក់ព័ន្ធទៅនឹងបារីទាំងបារីចិនទាំងបារីបាទ brand មួយចំនួននឹងដែលធ្វើការដុតបំផ្លាញនៅក្នុងថ្ងៃនេះបាទអរគុណយកឈ្មោះគេមកហ្នឹងដូចលួចកម្មសិទ្ធិបញ្ញាគេកម្មសិទ្ធិបញ្ញាបាទកិច្ចពុនកិច្ចអីកិច្ចពុនរដ្ឋបាទអរគុណច្រើនឥឡូវទៅមើលរឿងចុងក្រោយតកតងនឹងឃុំមួយនៅក្នុងខេត្តបន្ទាយមានជ័យគឺត្រូវបានអាជ្ញាធរពង្រាយអំពូលភ្លើងសូឡាចំនួន315បង្គោលត្រូវបានដាក់បំភ្លឺតាមដងផ្លូវឃុំគោកបលាំងដែលជាឃុំមួយនៅដាច់ស្រយាលនៅទីប្រជុំជនខេត្តបន្ទាយមានជ័យជាប់នឹងតំបន់បឹងទន្លេសាបស្ថិតនៅក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យកំពុងតែប្រែមុខមាត់ថ្មីដែលធ្លាប់តែងតែងងឹតតាមដងផ្លូវនៅពេលរាត្រីត្រូវបានភ្លឺមានសោភ័ណភាពតាមរយៈការបំពាក់ភ្លើងអំពូលសូឡាដែលមានចំនួន315បង្គោលដែលអាជ្ញាធរឃុំទទួលបានពីក្រុមការងារចុះជួយមូលដ្ឋានឃុំផ្ដល់ឲ្យបានចាត់ចែងនឹងតាមផ្លូវមេតាមផ្លូវបំបែកតូចហ្នឹងនេះគឺជាការអភិវឌ្ឍមួយដែរសម្រាប់ឃុំបាឡាំងដែលធ្លាប់តែងងឹតហ្នឹងហើយឥឡូវនេះត្រូវបានបំពាក់ទៅដោយអំពូលភ្លើងសូឡាចំនួន315បង្គោលបាទចឹងសង្ឃឹមថាបងប្អូននឹងប្រើប្រាស់បង្គោលនេះថែរក្សា
ការពារកុំឲ្យជនជាតិឱកាស បាន មានអ្នកខ្លះទៅលួចបកគោលបានទៅដកយកអាភ្លើងសូឡាយកទៅលក់ ហ្នឹងហើយ ព្រោះកន្លងមកមានហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនប្រជាប្រដ្ឋដែលល្ងឹតហើយឥឡូវបានភ្លឺហើយគឺត្រូវថែរក្សាទាំងអស់គ្នាដើម្បីជាប្រយោជន៍រួម បាន បើមិនអញ្ចឹងទេមានក្មេងយកទៅលក់ បាន គេបេះយកទៅលក់ប្រហែលតែយើងទិញ$50ក្មេងបេះយកទៅលក់ក្មេងគ្រឿងញៀន$10ក៏លក់ដែរ បាទ អញ្ចឹងកន្លងមកហ្នឹងអញ្ចឹងសូមឲ្យថែរក្សាទាំងអស់គ្នាទាំងអាជ្ញាធរក៏នឹងប្រជាប្រដ្ឋដែលសង្ឃឹមតែទៅលើអាជ្ញាធរមានសមត្ថកិច្ចហ្នឹងវាមិនគ្រប់គ្រាន់ទេមានការចូលរួមពីបងប្អូនប្រជាប្រដ្ឋនៅក្នុងឃុំដាច់ស្រយាលមួយនេះអរគុណច្រើនដោយសារតែពេលវេលានៅក្នុងវគ្គបញ្ចប់វគ្គទី4នេះបានដល់ទីបញ្ចប់ហើយយើងខ្ញុំទាំងពីរនាក់សូមដំអរកាយគោរពលាបងប្អូនត្រឹមប៉ុណ្ណឹងចុះហើយសន្យាថាជួបបងប្អូននៅថ្ងៃស្អែកតាមពេលវេលានឹងមកដល់ដែរគណៈពេលនេះវត្តមានយើងខ្ញុំទាំងពីរនាក់រួមទាំងក្រុមការងារបច្ចេកទេសសូមអរគុណសូមជម្រាបលា